តភូក្រសួងការពិជាតិព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយអាដាមនាយរដ្ឋមន្ត្រីទាបាញ់ឧបនាយករដ្ឋមន្ត្រីក្រសួងការពិជាតិអញ្ជើញជាប់ធ្វើការងារនិងសាកសួរសុខទុក្ខកងយុទ្ធពលខេមរៈភូមិន្ទព្រះសង្ឃនិងប្រជាជនរស់នៅតំបន់ប្រាសាទព្រះវិហារនៅព្រឹកថ្ងៃទី24ខែកក្កដាឆ្នាំ2013អ៊ីស្រាអែលជាប់គូនៃកងយុទ្ធពលខេមរៈភូមិន្ទអបដំណើរអាដាមឧបនាយករដ្ឋមន្ត្រីក្រសួងការពិជាតិមានវត្តមានអាដាមនាយរដ្ឋមន្ត្រីនាងខាតរដ្ឋលេខាធិការក្រសួងការពិជាតិនិងជាប្រធានក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅរបស់ព្រះរាជាណាចក្រកម្ពុជាមានវត្តមានទទួលស្វាគមន៍គណៈប្រតិភូក្រសួងការពិជាតិនៅខេត្តព្រះវិហារមានវត្តមានអាដាមនាយរដ្ឋមន្ត្រីគុណគឹមអគ្គមេជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទរួមនឹងនីតិហានជាន់ខ្ពស់មួយចំនួនក្នុងបេសកកម្មដ៏វិសេសវិសាលរបស់គណៈប្រតិភូក្រសួងការពិជាតិនៅប្រាសាទព្រះវិហារខ្មែរបេសកជននយោបាយព័ត៌មានទូតជាតិកម្ពុជាបានការអនុញ្ញាតពីថ្នាក់ដឹកនាំក្រសួងការពិជាតិដល់ឱកាសឲ្យនយោបាយព័ត៌មានរបស់យើងបានចូលរួមតាមដានព្រឹត្តិការណ៍បច្ចុប្បន្នភាពនៅលើប្រាសាទព្រះវិហារក្នុងដំណើរចូលសាកសួរសុខទុក្ខវិរៈកងកម្លាំងប្រដាប់អាវុធព្រះសង្ឃនិងប្រជាពលរដ្ឋដែលកំពុងបំពេញកាតព្វកិច្ចការពារបរណភាពដែនដីនិងកំពុងមានជីវភាពរស់នៅតំបន់ប្រាសាទព្រះវិហារទោះបីមានស្ថានភាពលុកលុយរំលោភចូលមកក្នុងបរណភាពដែនដីរបស់កម្ពុជាពីសំណាក់កងទាហានថៃចាប់តាំងតែពីថ្ងៃទី15ខែកក្កដាឆ្នាំ2008មកក្តីបន្ទាប់ពីអញ្ជើញដល់ក្នុងភូមិសាស្ត្រទឹកដីស្រុកបាអែមខេត្តព្រះវិហារនិងបន្ទាប់ពិធីពិរិយកិច្ចគោរពចំពោះវត្តមានរបស់អាដាមនាយរដ្ឋមន្ត្រីទាបាញ់ឧបនាយករដ្ឋមន្ត្រីក្រសួងការពិជាតិនិងប្រតិភូពីសំណាក់នីតិវិទ្យាជាន់ខ្ពស់និងមេបញ្ជាការរងនីតិវិទ្យានិងពលទាហាននៃកងយុទ្ធពលខេមរៈភូមិន្ទជាវរៈកុលបុត្រដ៏ឆ្នើមរបស់ប្រជាពលរដ្ឋគណៈប្រតិភូអញ្ជើញធ្វើដំណើរឆ្ពោះទៅកាន់ប្រាសាទព្រះវិហារក្រោមប្រយាករត្រេកអររីករាយស្វាគមន៍ពីសំណាក់ប្រជាជន